អាជីវករលក់ដាច់ច្រើនគ្រឿងរណ្ដាប់សែនខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមខិតចូលមកដល់អាជីវករលក់ដូរទំនិញសម្រាប់រៀបចំតុបតែងសែនលក់ដាច់ច្រើនខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមខិតចូលមកដល់នៅថ្ងៃទី16ដល់ថ្ងៃទី19កុម្ភៈឆ្នាំ2026អាជីវករបានបញ្ជាក់ថាចាប់ពីដើមខែកុម្ភៈមកការលក់គ្រឿងរណ្ដាប់សែនមានផ្កាជាដើមលក់ដាច់ច្រើនដោយសារប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិនវៀតណាមរៀបចំកិច្ចពិធីបុណ្យចូលឆ្នាំចិនវៀតណាមនៅសប្តាហ៍ក្រោយសូមស្ដាប់ការលើកឡើងរបស់លោកស្រីទឹមផល្លាអាជីវករផ្សារធំថ្មីនិងលោកស្រីលឹមដានីជាអតិថិជនជាប់ខ្សែស្រឡាយចិនវៀតណាមមកពីចាក់អង្រែដូចតទៅជាពលរដ្ឋដូចជាភ្ញៀវគាត់នៅតែគ្រប់គ្រងរបស់យើងអញ្ចឹងដូចថាបងលក់យូរឆ្នាំហើយអញ្ចឹងការទិញរបស់គាត់ក៏នៅទុកចិត្តយើងដូចថារបស់ដែលយើងលក់ហ្នឹងដូចថាយើងប្រាប់គាត់ថារបស់វៀតណាមអញ្ចឹងណាអូនរបស់ចិនយើងប្រាប់ថារបស់ចិនតែឥឡូវតំណែងបងរបស់ថៃលែងមានហើយអញ្ចឹងណាខ្លាំងណាស់បងនៅរបៀបថាស្តុកបន្តិចបន្តួចអាហ្នឹងយើងឃ្លាចេញអស់អញ្ចឹងណាតាហើយភ្ញៀវបងគាត់នៅតែមកទិញបងជារហូតទាំងដែរអញ្ចឹងណាគាត់ដូចថាគាត់កាន់ដូចថាចរូនតាយើងមកអញ្ចឹងណាដូចថាតលៀមទលាប់សាសនាយើងសាសនាដូចថាសែនព្រេងហ្នឹងដូចថាគាត់តលៀមទលាប់ពីម៉ែឪមកអញ្ចឹងគាត់ត្រូវតែគោរពរហូតអញ្ចឹងតែគាត់ថាគោរពជាតិចច្រើនអាហ្នឹងជារឿងរបស់គាត់តែការសែនហ្នឹងគាត់នៅតែគោរពតាមដូនតារបស់គាត់មកអញ្ចឹងរហូតហ្នឹងហើយដូចថាយើងសែនទៅយើងដូចថាសែនទៅវាសុខសប្បាយអញ្ចឹងណាអូនហើយក៏វាអត់មានបាត់បង់ទៅណាយើងសែនឲ្យយើងញ៉ាំអញ្ចឹងណាតែគ្រាន់ថាគាត់ទិញនៅតែគាត់ទិញតែគ្រាន់តែតិចច្រើនគាត់ទិញតាមទុនធានរបស់គាត់អញ្ចឹងណាគាត់ដូចថាគោរពអញ្ចឹងណាអូនចាតលៀមទលាប់ដូចថាចង់ពីម៉ែឪមកអញ្ចឹងហ្នឹងហើយបងជូនពរឲ្យតិជនបងឬក៏មួយរបស់បងហ្នឹងឲ្យមកជួយទិញបងឲ្យបានច្រើនអញ្ចឹងណាហើយក៏ជូនពរគាត់ដូចថាឲ្យប្រជាជនខ្មែរយើងពិភពលោកហ្នឹងជូនបងគាត់ដូចថាសុខសប្បាយអញ្ចឹងទៅណាឲ្យគាត់រកស៊ីមានបានទៅដើម្បីមកទិញបងទៀតថ្ងៃនេះខ្ញុំបានមកផ្សារថ្មីចាមកទិញសម្ភារៈសម្រាប់សែននិងដកជើងធូបចូលឆ្នាំខ្មែរចូលឆ្នាំចិនយើងហ្នឹងណាចាហើយអញ្ចឹងខ្ញុំធ្វើតាមទំនៀមទម្លាប់ពីដូនតាមកណាចាដូនតាគាត់បានចែកឋានទៅខ្ញុំធ្វើស្នងជូនដូនតាចារាល់ឆ្នាំខ្ញុំធ្វើតាមជីវភាពរបស់ខ្ញុំមានធនធានច្រើនខ្ញុំធ្វើតាមច្រើនមានធនធានតិចខ្ញុំធ្វើតាមតិចអញ្ចឹងណាអញ្ចឹងក្រុមគ្រួសារខ្ញុំជឿបែបផ្សេងទៅក្រុមគ្រួសារគេផ្សេងគេជឿបែបផ្សេងអញ្ចឹងទៅអញ្ចឹងខ្ញុំធ្វើទៅតាមការយល់ឃើញថាដូនតាយើងគាត់ឲ្យស្នងសែនជូនគាត់អញ្ចឹងទៅយើងសែនទៅបានសុខបានសុបាយអញ្ចឹងទៅយើងមានលៀបមានជ័យហេងចាបានកសលផលបុណ្យហ្នឹងក៏ច្រើនមកដែរអញ្ចឹងទៅណាចាពិធីបុណ្យចូលឆ្នាំចិននេះខ្ញុំសូមអំពាវនាវដល់បងប្អូនជាពលរដ្ឋទាំងអស់សែនចូលឆ្នាំចិនហ្នឹងណាទី1សូមកុំឲ្យគាត់ទិញខាវយកទៅដុតអីអញ្ចឹងណាព្រោះអីខ្លាចវាមានអានិភ័យដល់បងប្អូនទាំងអស់គ្នាអញ្ចឹងទៅហើយមួយទៀតសូមឲ្យបងប្អូនទាំងអស់គ្នាប្រយ័ត្នប្រយែងក្នុងការអុជធានធូបអីអញ្ចឹងណាចាហ្នឹងហើយឲ្យសូមឲ្យគាត់ប្រយ័ត្នប្រយែងក្នុងការដុតក្រាស់សែនអុជទៀនអុជធូបអីហ្នឹងសូមឲ្យគាត់មានការប្រយ័ត្នប្រយែងតិចទៅដើម្បីការពារអានិភ័យនៅប្រទេសយើងផងហើយនឹងតាមផ្ទះបងប្អូនជាពលរដ្ឋផងអញ្ចឹងណានៅកម្ពុជាពិធីបុណ្យចូលឆ្នាំចិនវៀតណាមគឺជាថ្ងៃសំខាន់មួយសម្រាប់គ្រួសារខ្មែរជាប់ខ្សែស្រឡាយចិនវៀតណាមក្នុងការរៀបចំសែនអបអរសាទរឆ្នាំថ្មី